សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូនវិស័យក្នុងសុខាភិបាលដែលពេញនិយមនៅក្នុងប្រជាជាតិកម្ពុជារបស់យើងហើយជំនាញទាំងអស់នេះមែនទែនទៅគឺជាក្តីសម័យរបស់បងប្អូននិស្សិតច្រើនគ្នាដែរម្នាក់សម័យចង់ក្លាយជាវិជ្ជបណ្ឌិតឬយើងហៅកាត់ថាដុកទ័រម្នាក់ចង់ក្លាយជាពេទ្យថ្មិញឬហៅថាដុកទ័រថ្មិញចង់ក្លាយជាឱសថការីចង់ក្លាយជាគិលានុបដ្ឋាចង់ក្លាយជាឆ្មបចង់ក្លាយជាអ្នកពិសោធន៍ចង់ក្លាយជាវិស្វករផ្នែកសម្ភារៈវិទ្យាសាស្ត្រជាដើមតាមពិតខ្ញុំក៏ចង់និយាយរឿងនឹងយូរដែរប៉ុន្តែដោយសារចប់វីដេអូបន្តគ្នាមកចង់អញ្ចឹងចេះតែបន្តនិយាយឲ្យវាចប់សាច់រឿងអញ្ចឹងខ្ញុំត្រឡប់មកថ្ងៃនេះខ្ញុំចង់និយាយរឿងជំនាញទាំងប្រមាណដែលខ្ញុំលើកឡើងមកពីខាងដើមហ្នឹងហេតុអ្វីបានជាពេញនិយមនៅក្នុងស្ទប់យុវវ័យបងប្អូននិស្សិតដែលជាប់បាក់ឌុបហើយថ្មីនេះក៏ដូចជាបងប្អូនសិស្សថ្នាក់ទី12ដែលគ្រោងនឹងប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខពិតមែនទេបងប្អូនទាំងអស់គ្នាជំនាញទាំងអស់ដែលខ្ញុំរៀបរាប់មកទាំងអស់នេះមិនមែនពេញនិយមតែនៅក្នុងប្រជាជាតិកម្ពុជាយើងទេគឺទូទាំងពិភពលោកហើយយើងស្វែងរកនៅក្នុង Google ក្តីថាមុខវិជ្ជាអាជីពដែលពេញនិយមហើយនឹងរកចំណូលបានច្រើនក៏ស្ថិតនៅក្នុងលំដាប់មុខវិជ្ជាដែលខ្ញុំរៀបរាប់មកខាងនឹងដែរនៅក្នុងប្រជាជាតិកម្ពុជារបស់យើងក៏ដូចគ្នាផងដែររដ្ឋាភិបាលក៏ព្យាយាមលើកកម្ពស់វិស័យនេះដើម្បីកាត់បន្ថយលំហូរការទៅព្យាបាលនៅក្រៅប្រទេសមុខជំនាញទាំងអស់នេះបងប្អូនមិនមែននរណាម្នាក់ចង់រៀនហើយបានរៀនស្រេចតែចិត្តទេវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដំណាក់កាលទាំងការប្រឡងជ្រើសរើសចូលរៀនទាំងការប្រឡងចេញចប់ថ្នាក់សិក្សាហើយកំឡុងពេលដែលកំពុងរៀនហ្នឹងក៏មានអ្នកបោះបង់ច្រើនផងដែរដោយសារមុខវិជ្ជាទាំងអស់នេះខ្ញុំនិយាយដល់រួមទាំងពីការសិក្សាក៏ត្រូវការ street ត្រូវការខិតខំប្រឹងប្រែងស្វែងយល់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់គ្រូបង្រៀនក្នុងថ្នាក់រៀនមិនអស់ហើយយើងត្រូវតែចុះស្តានៅតាមបណ្ដាមន្ទីរពេទ្យនៅតាមឃ្លាំងរោងចក្រឱសថហើយការដែលសិក្សាមុខវិជ្ជាទាំងអស់នេះបានណាក៏យើងត្រូវការអត់ធន់នៅពេលដែលយើងរៀនក្នុងថ្នាក់វាលំបាកមួយហើយវាមិនមែនងាយស្រួលទេទាំងការសិក្សាលើទ្រឹស្ដីហ្នឹងក៏ត្រូវការភាពលំអិតលំអន់ត្រូវការស្រាវជ្រាវហើយសាស្ត្រាចារ្យទៀតសោតក៏ត្រូវការសាស្ត្រាចារ្យដែលមានបទពិសោធន៍ច្រើនឆ្នាំដែលទាំងដើរតួជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យក៏ដូចជាដើរតួជាអ្នកផ្ដល់ទ្រឹស្ដីដល់បងប្អូនហើយមួយទៀតនៅពេលដែលយើងចុះស្តានោះយើងមានវេនយាមពេលខ្លះត្រូវដាច់យប់ហើយការដែលនៅជាមួយនឹងអ្នកជំងឺគឺបងប្អូនដឹងហើយនៅពេលដែលយើងទៅពេទ្យមន្ទីរពេទ្យមិនមែនជាកន្លែងដែលសប្បាយរីករាយមិនមែនជាកន្លែងដែលមនុស្សមករយយើងហើយនិយាយផ្អែមជាមួយយើងទេអ្នកជំងឺស្ទើរតែគ្រប់គ្នាទាំងអស់គ្មានអ្នកណានិយាយផ្អែមទេពេលដែលយើងដើរតួជាគ្រូពេទ្យឬក៏សិស្សសាយើងកុំរំពឹងថាអ្នកជំងឺដែលមករកយើងគេសុទ្ធតែនិយាយសម្ដីពីរោះទាំងអស់មិនមែនមានន័យថាអ្នកដែលមករកយើងនឹងសុទ្ធតែជាមនុស្សអសិលធម៌ទេមិនមែនទេក៏ប៉ុន្តែនៅពេលដែលគាត់ឈឺនោះមនុស្សម្នាក់នៅពេលដែលឈឺគឺពាក្យសម្ដីតែងតែក្រោតក្រៀតតែងតែមិនពិរោះពិសាដោយសារអីពេលនោះគាត់ឈឺអារម្មណ៍ដែលគ្រប់គ្រងខ្លួនឯងហ្នឹងវាត្រូវបាត់បង់អស់មួយភាគធំអញ្ចឹងនៅពេលដែលយើងដើរតួជាអ្នកព្យាបាលគេទាំងដុកទ័រក្តីទាំងពេទ្យថ្មិញក្តីទាំងនឺសក្តីទាំងគិលានុបដ្ឋាក្តីយើងត្រូវតែប្រឈមមុខជាមួយនឹងហេតុការណ៍ទាំងអស់ហ្នឹងមានបងប្អូនមួយចំនួនតែងនិយាយប្រាប់ខ្ញុំថាបើរើសបានគាត់នឹងរើសគាត់នឹងសារពេលវេលារបស់គាត់នឹងមិនរៀនជំនាញទាំងអស់ហ្នឹងទេប៉ុន្តែបងប្អូនសម្រាប់ខ្ញុំមិនមែនជាដុកទ័រមិន background របស់ខ្ញុំមិនមែនជាអ្នករៀនផ្នែកវិស័យសុខាភិបាលទេប៉ុន្តែអ្វីដែលខ្ញុំមើលឃើញហើយនៅតែលើកទឹកចិត្តចំពោះបងប្អូនទាំងអស់ដែលរៀនជំនាញវិស័យសុខាភិបាលនេះយើងត្រូវដឹងថាអ្នកជំងឺមករកយើងពេលខ្លះគេនិយាយសម្ដីមិនព្រោះភាសាជាមួយយើងទេប៉ុន្តែយើងមានតួនាទីមួយដែលសំខាន់បំផុតគឺព្យាបាលគេឲ្យជាព្យាបាលមនុស្សដែលកំពុងកើតទុក្ខឲ្យជាសះស្បើយមនុស្សដែលកំពុងមានអារម្មណ៍មិនល្អឲ្យគ្នាមានអារម្មណ៍ល្អហើយរស់ជួបជុំសុខសប្បាយមានសេចក្តីសុខជាមួយនឹងគ្រួសារអានេះគឺជាគុណតម្លៃពិតប្រាកដរបស់បងប្អូនដែលរៀនវិស័យសុខាភិបាលរឿងប្រាក់ចំណូលវាជារឿងមួយហើយប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានសេចក្តីសុខខ្លាំងបំផុតនោះគឺយើងបានព្យាបាលមនុស្សឲ្យរួចផុតពីទុក្ខភ័យឲ្យជាពីជំងឺឲ្យបានជួបជុំគ្រួសារមនុស្សគ្រប់គ្នាទាំងអស់តែងតែប្រាថ្នាគឺការរស់នៅជាមួយនឹងគ្រួសារ
ដែលមិនមានរោគគាពារហើយយើងបានរៀនជំនាញហ្នឹងយើងនឹងមានមោទនភាពចំពោះខ្លួនឯងដែលបានផ្ដល់នៅសេចក្តីសុខទាំងអស់នេះជូនដល់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេសនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញចង់ជម្រាបដល់បងប្អូនទាំងអស់ថាបងប្អូនដែលរៀនជំនាញវិស័យសុខាភិបាលទី1បងប្អូនត្រូវគិតថាជំនាញនេះគឺជាជំនាញដែលមនុស្សច្រើនគ្នាប្រាថ្នាចង់រៀនប្រាថ្នាចង់បានប៉ុន្តែអ្នកទាំងអស់គ្នាមិនមែនបានដូចបំណងទេអញ្ចឹងបានមានបងប្អូនខ្លះហេតុតែចង់រៀនជំនាញដុកទ័រពេទ្យថ្មី pharmacy nurse ឆ្មបសុខចិត្តទៅរៀននៅក្រៅប្រទេសទី2បងប្អូនត្រូវគិតថាជំនាញនេះគឺជាផ្នែកមួយនៃការរួមចំណែកនៅក្នុងការលើកស្ទួយវិស័យសុខាភិបាលក៏ដូចជាសុខុមាលភាពជូនដល់ប្រជាពលរដ្ឋរបស់យើងទី3ជំនាញនេះគឺជាជំនាញដែលជួយឲ្យបងប្អូនក្រុមគ្រួសារដែលពេលខ្លះវាអស់សង្ឃឹមថានឹងបានជួបគ្នាតែយើងអាចជួយឲ្យគាត់មកជួបជុំបងប្អូននៅក្នុងក្រុមគ្រួសារឲ្យត្រឡប់មកជួបជុំគ្នាដោយអាស្រ័យសមត្ថភាពដែលប្រកបដោយវិជ្ជាជីវៈរបស់បងប្អូនបាទសូមអរគុណច្រើន